បាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានព្រឹកនេះខ្ញុំបានមកវត្តព្រៃអំពិលវត្តព្រៃអំពិលដែរស្ថិតនៅក្នុងខេត្តកណ្ដាលបងប្អូនហើយកន្លែងនេះគឺជាកន្លែងដែលជាប់មាត់ទន្លេមេគង្គបងប្អូនមើលក្រោយវិញឃើញទេបងប្អូនទន្លេហើយមានដូចជាសាឡាងដូចជាកណូតដូចជាទូកដែលគេបើកនៅទន្លេហ្នឹងតែម្ដងមានទូកនេសាទណាបងប្អូនទន្លេធំណាស់បងប្អូនគេហៅទន្លេមេគង្គតែប្រសិនបើនៅពីខាងមុខកាមេរ៉ាខ្ញុំទៀតឆ្លងកោះមួយហ្នឹងគឺគេហៅថាទន្លេសាបណាបងប្អូនស្ថិតនៅក្នុងប៉ែកខាងជួរចវានៅវិញណាបងប្អូនអញ្ចឹងថ្ងៃនេះផងដែរខ្ញុំមកចែករំលែកក៏ដូចជាទទួលបរិយាកាសបានសប្បាយរីករាយនេះក៏ដូចជាធម្មជាតិដ៏ស្រស់បំព្រងមួយសម្រាប់ខ្ញុំដែរខ្ញុំមិនដែលធ្លាប់មកទីនេះទេអានេះជាលើកដំបូងរបស់ខ្ញុំដែលខ្ញុំគិតថាទេសភាពនៅកន្លែងនេះគឺស្អាតហើយមានផ្ទៃទឹកទន្លេត្រជាក់យើងនៅខាងនេះគឺត្រជាក់បើមេឃខែក្តៅគឺយើងមិនបារម្ភនេះទេយើងគ្រាន់តែយើងឈរតាមមាត់ទន្លេមេគង្គហ្នឹងគឺត្រជាក់នឹងមានភាពកក់ក្តៅត្រជាក់ស្រួលហើយប្រសិនបើយើងមានការរៀបចំការសម្រាកឬក៏មានអាហារហូបនៅក្រោមដើមឈើតាមមាត់ទន្លេនោះទៀតគឺកាន់តែល្អប្រសើរដោយសារតែកន្លែងនេះគឺមានទេសភាពស្អាតហើយមានគេថាចំហាយត្រជាក់ចេញពីទន្លេអញ្ចឹងបងប្អូនយើងធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយហើយខ្ញុំមានការចែករំលែកទាក់ទងនឹងបរិស្ថាននៅម្ដុំនេះខ្ញុំគិតថាស្អាតដូចជាមិនសូវមានសម្រាមអីអញ្ញេរញ៉ៃទេតែបើកន្លែងខ្លះខ្ញុំឃើញថារៀងមិនសូវស្អាតតែកន្លែងនេះខ្ញុំគិតថាស្អាតដោយសារតែកន្លែងនេះគឺមានសាលាដូចជាសាលាអនុវិទ្យាល័យសាលាបឋមអញ្ចឹងលោកគ្រូអ្នកគ្រូក៏តែងតែប្រាប់សិស្សក៏ដូចជាមានវេនថ្ងៃដែលត្រូវធ្វើពលកម្មសម្រាប់ឲ្យកូនសិស្សឬក៏បងប្អូនបានប្រមូលសម្រាមក៏ដូចជាសម្អាតបរិស្ថានជុំវិញសាលាក៏ដូចជាឆ្នេរតាមទន្លេនេះគឺគាត់ដាក់ផែនការឲ្យសិស្សគាត់រៀបចំក៏ដូចជាប្រមូលសម្រាមដាក់នៅក្នុងធុងសម្រាមដើម្បីនឹងកំទេចសម្រាមនឹងចោលដោយការដុតអញ្ចឹងហើយអញ្ចឹងធ្វើឲ្យតាមមាត់ទន្លេនេះគឺមានបរិស្ថានស្អាតដោយគ្មានសម្រាមណាបងប្អូនហើយទឹកទន្លេនឹងទៀតសោតគឺមើលទៅឡើងខៀវដូចទឹកសមុទ្រហ្នឹងបងប្អូនក៏ប៉ុន្តែទឹកទន្លេនេះគឺជ្រៅខ្ញុំគិតថាជ្រៅដោយសារតែយើងមិនដឹងថាទឹកនឹងជំរៅប៉ុន្មានហើយខ្ញុំគិតថាជ្រៅហើយរលកធំមើលពីឆ្វេងទៅស្ដាំទៅដាច់កន្ទុយភ្នែកបងប្អូនព្រោះអីខ្ញុំអត់ដែលឆ្លងទៅខាងត្រើយខាងនោះទេបងប្អូនខ្ញុំសូមបវល់អត់ដែលទៅត្រើយខាងនេះទេបាទមកត្រើយខាងនេះដោយសារតែខ្ញុំបានឆ្លងភ្នំពេញអរិយស័ព្ទកំពង់ដរហ្នឹងខ្ញុំមកដល់ហ្នឹងអញ្ចឹងដែរខ្ញុំចង់មើលបរិស្ថានមកជួរខាងជនីក្រុងអរិយស័ព្ទហ្នឹងគឺស្អាតកម្រិតណាការរៀបចំតាក់ទងនឹងបញ្ហាបរិស្ថានហ្នឹងបានស្អាតកម្រិតណាខ្ញុំមានចំណាប់អារម្មណ៍ក្រោយគឺខ្ញុំចង់មកទស្សនាក៏ដូចជាកំសាន្តនៅទីនេះម្ដងទៀតដោយហៅមិត្តភ័ក្តិក៏ដូចជាគ្រួសារបានថ្ងៃសម្រាប់ពីការងារអីចង់ឲ្យពួកគាត់ចង់មកកំសាន្តដូចខ្ញុំដែរពួកឯទស្សនវិជ្ជានេះគឺខ្ញុំគិតថាស្រស់ស្រាយនេះគឺជាលើកដំបូងរបស់ខ្ញុំដែលខ្ញុំបានមកទីនេះហើយថ្ងៃនេះដែរគឺជាថ្ងៃទី8 ខែ 5 2025ហើយព្រឹកនេះខ្ញុំគិតថាគឺមានសភាពត្រជាក់ទុងម៉ោងហ្នឹងដល់ពេលម៉ោងក្រោយប្រហែលជាអាចនឹងក្តៅហើយដោយសារតែមេឃដោយសារតែថ្ងៃនេះគឺជាថ្ងៃក្តៅដែរហើយសម្រាប់នៅកន្លែងនេះដែរគឺខ្ញុំឃើញមានទូកអបបអីបើកដែរបងប្អូនប្រហែលជាអាចនឹងថ្ងៃបន្តិចព្រោះអីព្រឹកហ្នឹងវាអត់តន់ទៅមានទូកអីបឆ្លងកាត់អញ្ចឹងណាបងប្អូនហើយខ្ញុំគិតថា
កន្លែងនេះគឺអាចនេសាទបានដោយសារតែបងប្អូនប្រជានេសាទក៏បានយកទូកយកអីមកមានទូកមានអីចតដល់បងប្អូននេះទូកខ្ញុំនេះពីបងប្អូនទូកអ្នកនេសាទណាបងប្អូននេះទូកអ្នកនេសាទទៀតនេះអញ្ចឹងពួកគាត់ចាំនេសាទត្រីនៅកន្លែងហ្នឹងព្រោះហ្នឹងសម្បូរដោយត្រីបងប្អូនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងខ្ញុំសូមអរគុណច្រើនបើពុកម៉ែបងប្អូនមានឱកាសអីបងប្អូនអាចនាំគ្រួសារក៏ដូចជាខ្លួនឯងផ្ទាល់អាចមកទស្សនានៅកន្លែងនេះគឺស្អាតតែម្ដងបងប្អូនអញ្ចឹងมันធ្វើឲ្យពុកម៉ែបងប្អូនទាស់ភ្នែកទេពួកអីកន្លែងនេះគឺសម្បូរដោយកោះហើយនឹងជាស្របហ្នឹងគឺមានបរិស្ថានស្អាតមានកោះច្រើនដូចជាមានកោះអង្គញាតីមានកោះដាច់អញ្ចឹងបងប្អូនអាចអញ្ជើញទៅទស្សនានៅកន្លែងហ្នឹងក៏បានដែរអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបងប្អូនសូមអរគុណសូមជម្រាបលា